តងទៅនឹងការបង្ក្រាបមុខសញ្ញាផ្ដល់ប្រាក់កម្ចីបាទប្រមាណជា60រូបនៅឯខេត្តព្រៃវែងដែលលោកស្នងការខេត្តព្រៃវែងបានបង្ហោះការពី2ថ្ងៃមុនថាពូហ៊ុនដែលផ្សព្វផ្សាយព័ត៌មាននឹងធ្វើឲ្យបែកការរឿងដែលសមត្ថកិច្ចជំនាញនគរបាលស្នងការដ្ឋាននគរបាលខេត្តក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិបានកំពុងតែបើកប្រតិបត្តិការនឹងតាមប្រមាញ់មុខសញ្ញាបាទអញ្ចឹងអានឹងរឿងផ្សេងដែលឥឡូវយើងងាកមកមើលទស្សនវិជ្ជាក្រមជនសង្ស័យដែលផ្ដល់ប្រាក់កម្ចីការប្រាក់គិតពីពលរដ្ឋ 85% ទៅ 90% ជុំឲ្យកាយម្លឹងបាទងាប់ហើយផ្ដល់ពីប្រាក់ចូលមកកម្ចីជាខែចូលមកអាទិត្យហើយចូលមកថ្ងៃតែមកចាបាទនេះគឺចង់ឲ្យបងប្អូនយើងបានជ្រាបឲ្យពងល្បីពេញព្រៃវែងម្សិលមិញខ្ញុំមិនច្បាស់ទេណាមិនសូវដឹងច្បាស់ម៉ែតែមកស្រុកទេគេចាប់ពួកអាណាបោកធនាគារអីនោះមិនហីខ្ញុំថាខ្ញុំអត់ដឹងផងដល់ពេលងាកមកផ្លែតឆែកទៅលោកសុំពិសិដ្ឋចាព្រៃវែងថាគេចាប់បាន60នាក់ហើយឥឡូវកំពុងតាមចាប់40នាក់ទៀតចែកទៀតបានដឹងរឿងនេះឃើញទេគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុគេនេះគេដាក់តែឈ្មោះទេគេដាក់តែឈ្មោះគេបាទមានអាជ្ញាប័ណ្ណអីទេសិទ្ធិក្រុមលូតឆាត់ទេណាមិនធនាគារចុះបញ្ជីការស្របច្បាប់នៅក្នុងធនាគារជាតិនៃកម្ពុជាទេគឺធនាគារបង្កើតឡើងដោយពួកគាត់គេហៅថាប្រាក់អាទិត្យអានេះដូចក្រុមហ៊ុនហ្នឹងឡើងប្រហែល60នាក់មួយអ្នកមិញគាត់ថា60នាក់60នាក់ហ្នឹងមកកណ្ដោ60នាក់ហ្នឹង5ក្រុមណាអូ5ក្រុមហ៊ុនបែងចែកប៉ុន្តែពួកគាត់តែមួយនឹងឬក៏មិនផ្សេងគ្នាបាទគេធ្វើអាលបនឹងផ្សេងគ្នាបាទដោយសារតែគិតថាការប្រាក់វាបានខ្ពស់ហើយគាត់រស់ស៊ីបានតែជាមួយអ្នកដែលអត់សូវយល់ទេអត់សូវយល់មិនគាត់ថាធ្វើម៉េចអាចបានលុយយកមកប្រើប្រាស់សិនខ្ចី1លានឲ្យតែស្រួលខ្ចីអត់មានអីដាក់ខ្ចី1លានការប្រាក់វាឡើង80,000ណាហើយតែសងមិនទាន់ឡើងខែបោកចុះបោកឡើងវាន់កដូចទាទៅទឹកចាទាទៅទឹកនេះគេហៅថាទាលិចទឹកគេនិយាយអញ្ចឹងឥឡូវនៅយោងតាមម្សិលមិញស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានបង្ហោះលើសេចក្តីប្រកាសរបស់ខ្លួនជំវិញការបើកប្រតិបត្តិការឃាត់ខ្លួនបាទជនសង្ស័យជាអ្នកផ្ដល់ប្រាក់កម្ចីបាទមកកាន់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបាទក្នុងនោះគឺដោយលោកនាងកញ្ញាបានជ្រាបហើយក្រុមនេះគឺបានធ្វើប្រតិបត្តិការខ្លួននឹងរាប់ឆ្នាំមកហើយបាទខ្លាយជាអ្នកមានខ្លាយជាអ្នកបានប៉ុន្តែចុងក្រោយវាបែកការដោយសារតែពលរដ្ឋមួយចំនួននោះតាមរយៈកូនគាត់ឆ្ងល់គាត់ថាទេឪពុកម្ដាយខ្ចីតែ1លានហើយការប្រាក់ទូទាត់សាច់ប្រាក់មិនទាន់ចប់ទេខ្ចី1លានវាឡើងដល់5លានសងមិនចេះចប់ម្សិលមិញខ្ញុំនិយាយការផ្លូវការទៅចាំចូលរឿងវិញខ្ញុំជួបមិត្តភ័ក្តិម្នាក់គាត់ទៅខ្ចីលុយគេមិនមែនគាត់ណាម្ដាយគាត់ទៅខ្ចីលុយគេចងក្រុមហ្នឹងគាត់ទៅចាប់ពី5គ្រួសារឡើងទៅបានគេឲ្យខ្ចីលុយហើយ5ក្រុមហ្នឹងខ្ចីបាន1លាន5ក្រុមចូលចាស់ទៅរស់ស្អីបាន1លានហើយបើដើរតាមមូលដ្ឋានហៅគេខ្ចីចឹង5ក្រុមហ្នឹង1លានអញ្ចឹងគេសងបែបអាទិត្យមួយអាទិត្យត្រូវសងឲ្យអស់ហ្នឹង1លានតែសងអត់អស់គេឡើងការឡើងទៀតចាសងភាសាមុនហើយដោយសារថាសាមុនគាត់ខ្ចីគ្នា5គ្រួសារគាត់ខ្ចីដូចជា4លានសងគេវិញ10លានតាមពិតទៅខ្ញុំកាត់លុបអត្រាតិចស្ទាយហ្នឹងដោយការពីអាទិត្យមុនដែលនេះខ្ញុំបានអានមួយរឿងដែរនៅខេត្តកណ្ដាលដែលគេដាក់អត្តសញ្ញាណប័ណ្ណជាមួយនឹងសភៅគ្រួសារនោះមិនមួយអាទិត្យដែរចាបើមួយអាទិត្យនឹងអត់ទេគឺគេឡើងការគេហៅប្រាក់អាទិត្យអាហ្នឹងការស្មើដើមស្មើចុងនិយាយរួមទៅគឺការថ្លៃជាងដើមទៀតកាឡាស្មើគ្នាអញ្ចឹងពួកម៉ាក់ហ្នឹងគាត់ថាក៏សុខចិត្តបងលុយទៅឲ្យគេហ្នឹងអស់10លានមិនមែនគាត់ម្នាក់ឯងទាំងបងប្អូនផ្សេងៗទៀត10លានក្រោយមកទៀតទៅខ្ចីទៀតវាស្រួលចាចូលធនាគារគេស្រួលឡើងចុះឡើងវែងឆ្ងាយបាទស្រួលបាទបើស្រួលពេកប៉ុនកដល់ពេលទៅខ្ចីទៀតម្ដងនេះអស់4លានគ្នាតែ5នាក់ហ្នឹងអស់4លានដើមតែ1លានទេណាចាអស់4លានការសងគេហើយគាត់ថាបើសិនជាឥឡូវឲ្យ1លានដដែលបើមិនព្រមយកទេអា3លានហ្នឹងខ្ញុំប្តឹងទូទួយដល់ពេលនោះមានណាវាថាមិនបាច់ទេយកលុយ1លាននោះសុខចិត្តយក1លាននោះរួចខ្លួនទៅឥឡូវករណីនេះវាផ្ទុះឡើងនៅព្រៃវែងដូចគ្នានោះដូចគ្នាចាគ្រាន់តែថាលក្ខខណ្ឌគេដាក់ហ្នឹងមានខែមួយខែបង់ដាច់
mà tức bong đách nó ngày đứt kia hai lên pi mà tức bong đách hay mà ngày từ bong mà đòn chà nè mình chơi nè Royal Digital Bank Collection anh em sẽ ra bạc cát láng đòi ai cái tàu ai cái chun tại đó admin từ squad pi này kia chứในCampuchia têไปmất chẳng mà nó smart cách cặp bút ban pram cống cứ việc smart nó học sập nè đây cái thứ bọt bạc ca chỉ vào cam bọc kia nứng chà smart bọt cho báo á smart cách bạc ca hơi bạn chẳng songการทานโคบา khai prevent បានប្រកាសព័ត៌មាននៅល្ងាចមិញក្រោយពេលដែលបើកការស៊ើបអង្កេតនិងប្រមាញ់កបួចបានជន់សង្ស័យបាន60នាក់បាទក្នុងនោះគេបានប្រើប្រាស់រូបភាពផ្ដោតប្រាក់កម្ចីការប្រាក់លើសដើមគុណនឹង5ទៅ10ដោយមានអត្រាការប្រាក់ខ្ពស់ចាប់ពី 85% នៃការប្រាក់ទៅដល់ 90% នៃការប្រាក់បើយើងធម្មតាធនាគារអី 0.8 0.1 0.5 ទៅតាមធនាគារទៅបានបាទ 0.3 អញ្ចឹងទៅឬក៏អស់ល្បឿនហើយ 0.99 71% តែនេះ 85% ទៅ 90% ចាមិនសូនណាអូធ្ងន់ពេកធម្មតាទៅបោកបានចាស់នៅតាមមូលដ្ឋាននោះហើយអ្នកមិនសូវយល់តាក់តិចហ្នឹងគឺយកហើយអត់ទៅខ្វះលុយយកហើយចូលគាត់គិតថាអញ្ចឹងវាអត់មានអីត្រូវដាក់ឲ្យគេទេអត់មានអីប្រវាក់នឹងការដាក់ឲ្យគេទេហើយគេលុយឲ្យភ្លាមចាអញ្ចឹងគាត់គិតថាយកមកសិនមកមានលុយពេលណាសងគេពេលហ្នឹងទៅចាអញ្ចឹងតែប៉ុណ្្នឹងឯងអញ្ចឹងបច្ចុប្បន្នក្រុមទាំង5ក្រុម60នាក់ហ្នឹងគឺត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបងខេត្តព្រៃវែងដើម្បីផ្ដន់ទោសតាមច្បាប់ដោយឡែកបុគ្គលិកជាភ្នាក់ងារផ្ដល់ប្រាក់កម្ចីធ្វើកម្ចីត្រូវបានអប់រំនិងធ្វើកិច្ចសន្យាដាក់ក្នុងការស៊ើបអង្កេតបន្តដើម្បីស្រាវជ្រាវបណ្ដាញទីតាំងផ្ដល់ប្រាក់កម្ចីដទៃថែមទៀតព្រោះមិនមែនតែ5ក្រុមហ្នឹងទេប្រិមិត្តវាច្រើនជាង5ក្រុមស្អុយក៏ត្រឹម10ក្រុមដែរតាមការបញ្ជាក់ពីសមត្ថកិច្ចជឿជាក់ថាមិនមែនតែនៅក្នុងខេត្តព្រៃវែងទេមានច្រើនទៀតបែកខេត្តទៀតបងប្អូនប្រកាសជាស្គាល់ច្បាស់ហើយនៅពេញក៏មានដែរគេហៅលុយអាទិត្យហ្នឹងវ៉ាន់កណាប្រិមិត្តបាទខ្ចីស្រួលសងទៅវិញតឹងហើយក៏ពិបាកដែរដោយសារតែការប្រាក់វាខ្លាំងពេកការប្រាក់ដែលណាគេនិយាយម្ដង 85% ដល់ 90% ការប្រាក់ចឹងមិនថាលុយតែ1លានរៀលការប្រាក់ដល់3លានមួយអាទិត្យអូប្រិយមិត្តហើយការប្រាក់3លានងាប់អត់បើថាអត់ក៏អត់ហ្មងណាវាដេកផឹកទឹកហ្មងមកលេងដល់អាណាលេង1លានការប្រាក់3លានរៀលងាប់អត់រស់ទេអានឹងវាធ្ងន់ពេកណាបាទអញ្ចឹងគឺសមត្ថកិច្ចកំពុងតែអនុវត្តនីតិវិធីហើយកំពុងតែតាមស្រាវក្របួចក្រុមទាំងអស់នោះបន្ថែមទៀតហើយបើតាមការចង្អុលបង្ហាញពីនាយឧត្តមស្រីអគ្គស្នងការនគរបាលជាតិអាដាមអភិបាលខេត្តព្រៃវែងបានលើកឡើងថាស្នងការខេត្តព្រៃវែងបានកោះប្រជុំបន្ទាន់និងបន្តចុះស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបករណីផ្ដោតប្រាក់កម្ចីដែលមានការប្រាក់ខ្ពស់នេះឲ្យអស់ពីមូលដ្ឋានទាំង13ក្រុងស្រុក116ឃុំតែម្ដងបាទអញ្ចឹងរាល់ថ្ងៃនេះគឺកំពុងតែកើតឡើងពេញបន្ទុកត្មងនៅក្នុងព្រៃវែងបាទបង្កើតគ្រាន់តែជួលផ្ទះលើកស្លាកប៉ាណូ3ម៉ែត្រទៅតឹងកន្លះម៉ែត្រហ្នឹងคล้ายជាមីក្រូរ៉ែមថូប៉ុន្តែអត់បានទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជាទេប្រិមត្តណាបាទអត់បានទទួលស្គាល់ទេគឺទទួលស្គាល់ដោយខ្លួនឯងរូបភាពគេកាត់តតែបាត់ដាក់ទៅកន្លែងឆ្ងាយទៅគេមើលទៅគេទុកចិត្តចាទុកចិត្តមិនបើការប្រាក់ផ្ដល់ប្រាក់លះលហួនលឿនមែនតើបាទដាក់1លានខ្ចី1លានការប្រាក់ឡើង3លានបាទខ្ចីតែ5លានការប្រាក់ឡើង5ទៅ10លានបាទណារស់ស៊ីមានចាបាទអរគុណណាស់ទូសមត្ថកិច្ចចាត់ចែងនេះចោះយើងខ្ញុំជូនប៉ុណ្ណឹងហើយបើសិនមានការអីយើងទៀតផ្សាយទៀតបាទព្រោះពលរដ្ឋយើងរងគ្រោះច្រើនមែនតើចាពេលខ្លះថែមទៀតចោះពេលខ្លះអាណាព្យាបាលខ្លះគាត់លាក់កូនណាចាដល់ពេលកូនស៊ើបដឹងទៅមិនដឹងថាអូដល់ថ្នាក់ហ្នឹងបានបែកការអញ្ចឹងទៅមកគាត់សម័យខ្លួនគាត់ផ្ទាល់គាត់អត់ហ៊ានប្រាប់កូនណាពេលខ្លះចា